ទេមួយមានបញ្ហាប្រើវិធីក្រៅជុលគ្នារឿងវិធីខុសគ្នាហើយប្រទេសខ្លះរដ្ឋាភិបាលមួយក៏រកវិធីក្តៅរដ្ឋាភិបាលមួយវិធីត្រជាក់ដោះស្រាយដល់ទេរឿងតែប៉ុណ្្នឹងប៉ុន្តែសួរថារដ្ឋាភិបាលទាំងអស់ក្បត់ជាតិទេអត់ទេរាជរដ្ឋាភិបាលកម្ពុជាក៏ដូចគ្នាយើងធ្លាប់ប្រើប្រាស់វិធីក្តៅវាយគ្នាហើយយើងធ្លាប់ប្រើប្រាស់វិធីច្បាប់ហើយកន្លែងណាដែលយើងត្រូវការចរចាបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាព្រោះទំនាក់ទំនងប្រទេសទាំងពីរប្រទេសជិតខាងមិនខុសមានទំហំធំសំបីតែនៅថៃរាល់ថ្ងៃនេះខ្ញុំមើលសំបីនៅសភាទៅក៏រដ្ឋគណៈបកប្រចាំថៃទៅកំពុងតែជេររដ្ឋាភិបាលថៃថាម៉េចក៏មិនទៅយកកោះកុដមិនក៏មិនទៅដាក់ទ័ពនៅនេះដាក់ទ័ពនៅនោះបាទឥឡូវបរដ្ឋាភិបាលលោតហ៎ប្រជាទ័ពបោយើងក៏មានអ្វីយ៉ាងខ្លីដែរប៉ុន្តែសួរស្លាប់ពីណាគេទ័ពថៃទ័ពខ្មែរសួរតែអ្នកដែលស្រែកហ្នឹងមានពីណាទៅអត់អ្នកដែលរុញទៅនឹងទៅអត់បាទទាំងនៅថៃទៅយើងអ្នកដែលគេថាជ្រុលគេស្រឡាញ់ជាតិជ្រុលតែម្នាក់ឯងដល់ស្លាប់ពីណាស្លាប់តែកូនចៅប្រជាពលរដ្ឋតែហ៊ាននៅជួរមុខនឹងឯងបាទនេះគឺជាការដោះស្រាយអញ្ចឹងថាក៏ថាចុះជេរក៏ជេរចុះប៉ុន្តែការពិតដែលយើងបានធ្វើហើយនឹងបន្តធ្វើគឺទទួលខុសត្រូវនៅក្នុងការការពារទឹកដីរបស់យើងសម្រាប់ប្រជាជនខ្មែរសម័យនេះនិងទៅអនាគតយើងអត់បោះបង់នៅកាតព្វកិច្ចវិធីសាស្ត្រយើងធ្វើគ្រប់វិធីបាទនៅក្នុងការដឹកនាំនិងការទទួលខុសត្រូវរបស់យើង